ក្រុមគាត់ចេះនឹកឃើញបងប្អូនយកលបែងគឺស្ដេចមកលេងហើយរឿងលេងប៉ៅបងប្អូនលេងប៉ៅបើគេប៉ៅស្មើគ្នាអញ្ញាកដាលត្រូវ7បើមានអ្នកចាញ់មានអ្នកឈ្នះអ្នកចាញ់តែមួយទេតែឯងនិយាយនេះអញ្ញាកដាលវិញតែគេប៉ៅស្មើគ្នាគេទាញគេស៊ូយឺតនឹង7ហើយគេប៉ៅទៅអ្នកចាញ់តែមួយអញ្ចឹងហើយជំនឿអញ្ញាកដាលម្ដងលើចូលអញ្ញាកដាលទី2ម្ដងត្រូវទៅដល់បងប្អូនចូលទៅដល់ប៉ៅស្មើគ្នាអញ្ញាកដាលនេះទាំងពីរហ៎គេតែមួយអញ្ញាកដាលទាំងពីរនេះលើកទី2ត្រូវទៀតបងប្អូនស្មើគ្នាទៀតមករៀនស្អុយហើយទៅ2ដងចាំមើលលើកទី3តែគាត់ទៅទៀតគឺយ៉ាងណាបងប្អូនស្មើទាំងគ្នាស្មើគ្នាទៀតបងប្អូន3ដងទៅទាំងលើកនេះហើយវាមិននៅទេគ្រប់3ដងមុខនឹងស្អុយតើមែនបានជិះលេងហើយលេងពីអ្នកចំណង